ជំរាបសួរបងប្អូនជនរួមជាតិជាទីមេត្រីថ្ងៃនេះនាងខ្ញុំមានក្តីសោមនស្សរីករាយនាំមកជួបប្រិយមិត្តអ្នកតាមដានស្ដាប់សម្លេងប្រជាធិបតេយ្យជឿនលឿនដោយលើកពីការកសាងសង្គមស៊ីវិល័យជឿនលឿនថ្លៃថ្នូរតែមិនត្រូវភ្លេចកំណើតជាខ្មែរមិនបំបត្តិអត្តសញ្ញាណជាតិលោកយ៉ែមពញ្ញរិទ្ធបានបញ្ជាក់ថាគឺវាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការរក្សាអត្តសញ្ញាណជាតិក្នុងសម័យទំនើបដោយហេតុថាការបាត់បង់អត្តសញ្ញាណជាតិគឺជាការរលាយរលត់នៃឫសគល់កំណើតដែលដូនតាយើងបានលះបង់ទាំងជីវិតក្នុងការការពារបន្ទាប់ពីបានប្រើបញ្ញាញាណរាប់ពាន់ឆ្នាំក្នុងការច្នៃបង្កើតនៅអក្សរសាស្ត្រសិល្បៈវប្បធម៌និងប្រពៃណីជាដើមការមានផ្នត់គំនិតជឿនលឿនតាមបរទេសក្នុងសម័យទំនើបមិនជាអាក្រក់នោះទេប៉ុន្តែប្រសិនបើយុវជនយើងងប់ងល់នឹងបរទេសនិយមរហូតបោះបង់ខ្លួនឯងនោះយើងនឹងក្លាយជាមនុស្សដែលរស់នៅក្នុងស្រមោលរបស់អ្នកដទៃការមានតែផ្នត់គំនិតបរទេសនិយមហើយភ្លេចខ្លួនឯងមើលងាយរបស់ខ្លួនឯងគឺជាការសម្លាប់ស្មារតីខ្លួនឯងទាំងរស់បើគ្មានឫសគល់វប្បធម៌រឹងមាំទេទោះយើងរីកចម្រើនខាងសម្ភារៈយ៉ាងណាក៏ដោយក៏យើងនៅតែជាជាតិសាសន៍មួយដែលគ្មានដួងព្រលឹងដែរការរីកចម្រើនពិតប្រាកដមិនមែនមានន័យថាត្រូវបោះបង់អ្វីដែលជារបស់យើងនោះទេតែបើសិនយើងធ្វើបែបនោះមានន័យថាយើងកំពុងបាត់បង់ខ្លួនយើងទៅវិញទេយើងអាចរៀនពីពិភពលោកប៉ុន្តែត្រូវឈរលើជំហរខ្លួនឯងនៅក្នុងពិភពលោកសពថ្ងៃដែលពោរពេញដោយបច្ចេកវិទ្យានិងវប្បធម៌បរទេសយើងឃើញថាការរីកចម្រើនកំពុងដើរលឿនមិនធ្លាប់មានប៉ុន្តែជាមួយនឹងការរីកចម្រើននេះក៏មានហានិភ័យមួយដ៏ធំផងដែរគឺការបាត់បង់អត្តសញ្ញាណជាតិការបាត់បង់ដ៏គ្រោះថ្នាក់បំផុតគឺការបាត់បង់ឫសគល់វប្បធម៌អត្តសញ្ញាណជាតិគឺជាមូលដ្ឋាននៃវប្បធម៌ប្រពៃណីអក្សរសាស្ត្រភាសានិងជំនឿពេលបាត់បង់វានោះអ្វីដែលបង្កើតជាជាតិយើងក៏នឹងរលាយបាត់ជាបន្តបន្ទាប់បាត់បង់ភាពជាខ្លួនឯងនិងបាត់បង់ភាពជឿជាក់លើខ្លួនឯងនៅពេលដែលយើងមិនស្គាល់អត្តសញ្ញាណខ្លួនឯងវានឹងងាយតាមគំនិតអ្នកដទៃហើយបាត់បង់ភាពឯករាជ្យក្នុងការគិតនិងសម្រេចចិត្តការសរសើរបរទេសហួសហេតុនិងមើលងាយវប្បធម៌ខ្លួនឯងនាំឲ្យកើតអារម្មណ៍ថារបស់ខ្លួនមិនល្អដែលប៉ះពាល់ដល់មោទនភាពជាតិបាត់បង់តម្លៃសីលធម៌ប្រពៃណីល្អនិងបាត់បង់ការរួបរួមជាតិប្រពៃណីល្អនិងសីលធម៌ដែលបានបង្រៀនពីជំនាន់មុនអាចត្រូវបានមើលរំលងឬបាត់បង់ប្រសិនបើយើងមិនថែរក្សាអត្តសញ្ញាណជាតិជាខ្សែចងភ្ជាប់មនុស្សក្នុងសង្គមបើវាខ្សោយនឹងធ្វើឲ្យសង្គមខ្វះភាពរួបរួមនិងងាយបែកបាក់សង្គមទំនើបជឿនលឿនមិនមែនជាបញ្ហាដោយយើងអាចរៀនពីពិភពលោកប៉ុន្តែមិនត្រូវភ្លេចកំណើតយើងជាខ្មែរការរីកចម្រើនគួរតែដើរតាមជំហាន2ដោយសមតុល្យគឺរក្សាវប្បធម៌អត្តសញ្ញាណនិងដោយទទួលយកចំណេះដឹងថ្មីៗពីពិភពលោកតើនឹងមានអ្វីកើតឡើងប្រសិនបើយើងមិនស្គាល់ថាខ្លួនឯងជានរណានិងមកពីណាអត្តសញ្ញាណជាតិមិនមែនមានត្រឹមតែសម្លៀកបំពាក់ឬអាហារប៉ុណ្ណោះទេប៉ុន្តែវាជារូបរាងនៃភាសាវប្បធម៌ប្រពៃណីសីលធម៌និងតម្លៃដែលដូនតាបានបន្សល់ទុកឲ្យយើងវាជាឫសគល់ដែលធ្វើឲ្យយើងដឹងថាយើងជានរណានិងមកពីណាយើងអាចរៀនពីបរទេសយកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗមកអភិវឌ្ឍប្រទេសជាតិរបស់យើងដោយរក្សាភាពជាខ្លួនយើងត្រូវដើរឲ្យទាន់សម័យតែកុំភ្លេចថាខ្លួនយើងជានរណាសប្តាហ៍ថ្ងៃនេះយុវជនជាច្រើនចូលចិត្តវប្បធម៌បរទេសនេះមិនមែនជារឿងខុសទេប៉ុន្តែបញ្ហាគឺនៅពេលដែលយើងចាប់ផ្ដើមមើលងាយភាសានិងវប្បធម៌របស់ខ្លួនយើងដើមឈើមួយបើគ្មានឫសគល់វានឹងដួលរលំដូចគ្នានេះដែរមនុស្សមួយបើគ្មានអត្តសញ្ញាណគឺងាយនឹងបាត់បង់ទិសដៅក្នុងជីវិតឧទាហរណ៍យើងឃើញយុវជនខ្លះមិនចង់និយាយភាសាខ្មែរដោយគិតថាវាមិនទាន់សម័យតែជាក់ស្ដែងភាសាខ្មែរគឺជាអត្តសញ្ញាណនិងជាដួងព្រលឹងរបស់ជាតិយើងសូមអំពាវនាវដល់យុវជនទាំងអស់ឲ្យរួមគ្នារក្សានិងលើកកម្ពស់អត្តសញ្ញាណជាតិរបស់យើងដោយចាប់ផ្ដើមពីខ្លួនយើងគោរពភាសាស្រឡាញ់វប្បធម៌និងរក្សាប្រពៃណីល្អៗ